ជាងដំឡើងសិនជានេះមើលទៅស្រៀងបង្កិនមែនតែនប៉ុន្មានថ្ងៃហ្នឹងគឺមកមីចាប់ផ្ដើមដំឡើងសិនជារហូតដល់ទៅ2មួយនៅក្នុងបន្ទប់រៀបចំម្ហូបអាហារជូនអតិថិជនមួយទៀតគឺនៅក្នុងបន្ទប់ស្ទូឌីយោថ្មីដែលមកមីកំពុងតែ set up បងហ្នឹងគាត់ទៅសាកមួយសិនទេប៉ុន្តែបន្ទាប់ពីមានគុណភាពត្រជាក់ល្អគឺមកមីកំងថែមមួយទៀតអញ្ចឹងថ្ងៃហ្នឹងមកមើលបង្កិនហើយមកមីកំពុងតែ unboxing ជាមួយនឹងសិនជា model ថ្មីទៅតែមកដល់នេះណែបន្ទប់ថតរូបផ្ទាល់ខ្លួនរបស់មកមីទៅតែរៀបចំហើយអញ្ចឹងទាំងអស់នេះគឺជាមូលហេតុដែលមកមីជ្រើសរើសយកម៉ាស៊ីនត្រជាក់ដែលមានមុខងារអាចកំណត់និងគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិសរុបរួមមកគឺមានបច្ចេកទេស AI គឺគ្រប់គ្រងសីតុណ្ហភាពឲ្យល្អត្រជាក់ស្រួលមិនក្តៅពេកហើយក៏មិនត្រជាក់ពេកដែរ model ត្រជាក់ហ្នឹងឈ្មោះថា Bespoke AI Win Free ចាខ្លាំងណាស់គ្រាន់តែរុនបញ្ចេញខ្យល់ត្រជាក់គេហ្នឹងគឺមានរហូតដល់ទៅ 23000 រុនអ្នកគ្នាដូចមានអញ្ចឹងអត់ពេលទិញសួររកណាល្អហើយសំចៃភ្លើងបានទៀតគ្រាន់តែពេលទៅទិញហ្នឹងគឺថាគេ detail លម្អិតនៅក្នុងម៉ាស៊ីនហ្នឹងគឺមកមីឡើងចង់ភ្លេចហើយអ្នកលក់ប្រាប់មកមីហើយប្រាប់ទៀតថា complex download app Smart Sync ព្រោះវាអាច control បញ្ជាបិទឬក៏បើកទោះយើងនៅទីកន្លែងណាក៏ដោយហើយហ្នឹងមកមីឲ្យបង្កិន download ហើយកំពុងតែសាកល្បងបិទបើកបញ្ជាតាមរយៈទូរស័ព្ទដៃមួយទៀតមុខងាររបស់ AI ហ្នឹងគឺជួយមើលថែទាំម៉ាស៊ីននិង compressor អត់មុខងារដោយស្វ័យប្រវត្តិមិនធ្វើឲ្យ compressor ហ្នឹងប្រឹងខ្លាំងជាពិសេសនោះគឺសំចៃភ្លើងបានល្អសំខាន់គឺចែងសិនជាហ្នឹងការពារការឡើងច្រេះថែមទាំងរឹងមាំហើយធន់ជាមួយនឹងអាកាសធាតុមួយទៀតណាភ្ជាប់ជាមួយនឹងការធានាទៅលើ compressor រហូតដល់ទៅរយៈពេល10ឆ្នាំជាចុងក្រោយមកមីបានបន្ទប់ studio មួយដែលមានសិនជាអាចគ្រប់គ្រងសីតុណ្ហភាពនៅក្នុងនេះបានធ្វើឲ្យមមីមានផាសុខភាពស្រួលនៅក្នុងពេលថតជាចុងក្រោយពួកយើងក៏មិនភ្លេចតែជូនម្ហូបអាហារបន្តិចបន្តួចបានជាទាំងអស់ដែលចូលមកដំឡើងនៅក្នុងផ្ទះរបស់មមី